Hello សួរស្ដីអ្នកនរគ្នាជួបជាមួយខ្ញុំបាន Mr. Long ម្ដងទៀតហើយបាទថ្ងៃនេះគឺយើងមកលេង block pro ទៀតហើយគឺនៅក្នុង episode ទី8បាទនៅក្នុង episode នេះគឺយើងនឹងទៅយករបស់មួយដែលមានឈ្មោះថា Viking Star Dark Step បាទហើយជាភាសាខ្មែរវិញគឺក្បាច់គុណជើងភ្លើងបាទហ្នឹងហើយអញ្ចឹងខ្ញុំសូមហៅជាភាសាខ្មែរចុះថាក្បាច់គុណជើងភ្លើងបាទអញ្ចឹងរបៀបយកក្បាច់គុណជើងភ្លើងហ្នឹងគឺវាអត់មានអីប្រវត្តិទេគឺវាងាយស្រួលទេបាទជំហានដំបូងគឺយើងត្រូវធ្វើដំណើរទៅកាន់កោះបាគីបាទអ្នកគ្នាប្រហែលជាធ្លាប់ស្គាល់បើមើលវីដេអូខ្ញុំគឺកោះបាគីហ្នឹងគឺនៅណាបាទអញ្ចឹងគឺយើងធ្វើការទិញទូកដើម្បីជិះទៅកោះបាគីអ្នកនរគ្នាទៅបាទគឺអាជើងភ្លើងហ្នឹងគឺវាលក់នៅហ្នឹងឯងបាទហើយតម្លៃរបស់វាវិញគឺគេមួយហ្វែន50000បាទរៀងថ្លៃដែរហ្នឹងមួយហ្វែន50000អញ្ចឹងបើយើងចង់ទិញវាយើងផាំលវេយកលុយយកអីឆោមលុយទុកទិញវាទៅកុំស្អីចាប់ fruit ពេកថា fruit នឹងចាប់គ្មានបានរបស់ល្អទេហ្នឹងហើយបាទអញ្ចឹងគឺមិនបាច់ចាប់ fruit ទេលេង block fruit គឺមិនបាច់ចាប់ទេបាទទុកលុយយកតែ item ទៅបាទណែមិនបាច់ស្អីចាប់ fruit ទេយូរចាំដល់ទៅឥឡូវយើងធ្វើដំណើរទៅទាំងអស់គ្នាទៅបាទហើយនៅក្នុងវីដេអូរបស់ខ្ញុំទាំងអស់គឺពេលដែលខ្ញុំទៅយក item មួយគឺខ្ញុំនឹងតែងតែនិយាយថា item ហ្នឹងល្អឬក៏មិនល្អបាទគឺខ្ញុំតែងតែនិយាយប្រាប់អ្នកគ្នាមកកុំឲ្យអ្នកគ្នាយកខាតអីចឹងទៅតែហ្នឹងវាគ្រាន់តែជាគំនិតរបស់ខ្ញុំឬក៏មតិរបស់ខ្ញុំទេខ្ញុំថាហ្នឹងល្អឬខ្លាំងគ្រាន់តែជាគំនិតរបស់ខ្ញុំទេបើមិនជាខុសឆ្គងអីហ្វមជា fly ផងបាទហ្នឹងគឺយើងគិតដោយខ្លួនឯងទៅបាទហើយចំពោះអាក្បាច់គុណជើងភ្លើហ្នឹងគឺវាខ្លាំងអ្នកគ្នាយើងត្រូវតែយកវាមានតម្លៃរៀងថោកដែរទេហើយវាងាយស្រួលយកទៀតវាទៀមទាឲ្យយើងច្រើនទេល្វែម៉ានក៏យកបានដែរឲ្យតែមានលុយគ្រប់មួយហ្វែន50000បាទយើងត្រូវតែយកវាហើយអាក្បាច់គុណជើងភ្លើហ្នឹងគឺជាក្បាច់គុណលំដាប់ទី2នៅសមុទ្រទី1ហ្នឹងឯងគឺវាខ្លាំងលំដាប់ទី2ណាហើយអាក្បាច់គុណឬក៏ Viking Star ហ្នឹងគឺវាមានច្រើនខ្លាំងមែនទែននៅក្នុង game Block Fruit បាទគឺមកកាណូហើយនោះគឺមានចង់ដបក្បាច់គុណអីជាងអញ្ចឹងយើងមិនខ្វះទេចំពោះការលេងមកវាថ្មីរហូតតែគ្រាន់តែថាវាពិបាកយកអីចឹងទៅតាមប្រភេទវានីមួយខ្លាំងឬក៏ខ្សោយបាទអញ្ចឹងឥឡូវយើងធ្វើដំណើរដល់អាកោះបាគីហ្នឹងឯងឥឡូវយើងទៅទិញទាំងអស់គ្នាទៅបាទនេះគឺអ្នកគ្នាមកតាមខ្ញុំមកកន្លែងគេលក់អា Viking Star Dark Step ហ្នឹងគឺវានៅនេះឯងបាទហ្នឹងគឺកន្លែងលក់នៅហ្នឹងឯងនេះអាកន្លែងទ្វារតូចមួយដូចអ្នកគ្នាឃើញអញ្ចឹងបាទនៅក្នុងវីដេអូហ្នឹងទៅបាទហើយយើងដាក់ចូលទៅនឹងឃើញ NPC មួយវាឈរនៅហ្នឹងហើយបាទហើយយើងទិញវាទៅគឺតម្លៃរបស់វាគឺមួយហ្វែន50000ឯងរៀងថ្លៃដែរហើយបញ្ជាក់ level ប៉ុន្មានក៏យកបានដែរអាហ្នឹងអ្នកគ្នា level 1ក៏យកបានដែរឲ្យតែមានលុយគ្រប់បាទអញ្ចឹងយើងចុចទិញទៅអូខេនេះគឺយើងបានយកមនុស្សជើងភ្លើងហ្នឹងហើយបាទគឺជើងភ្លើង Dark Step ហ្នឹងហើយយើងបានវាហើយអញ្ចឹងគឺវាលយដែរហ្នឹងហើយលយមើលតាមហ្នឹងទៅហើយខ្ញុំនឹងទៅ test ski ឲ្យអ្នកនរគ្នាមើលថាវាលយហើយវាខ្លាំងប៉ុណ្ណាបាទខ្ញុំនឹង test ski ឲ្យអ្នកនរគ្នាមើលទាំងអស់គ្នាហើយមុននឹងចូលទៅកាន់ការ test ski សូមអ្នកគ្នាជួយ like និង subscribe បើកសញ្ញាកណ្ដឹងម្នាក់មួយផងបាទចំពោះអ្នកដែលមកថ្មីអត់ទាន់បាន subscribe ទេជួយ sub ម្នាក់មួយផងបាទ sub ឲ្យកាន់តែច្រើនគឺកាន់តែល្អបាទអត់មានគិតវែងឆ្ងាយ subscribe អត់មាន sub អីផ្សេងទេបាទឥឡូវខ្ញុំបានចូលមកដល់ account ធំរបស់ខ្ញុំហើយបាទនេះគឺ account ធំរបស់ខ្ញុំឯងបាទនេះគឺ Viking Star Dark Step ហ្នឹងបាទក្បាច់គុណជើងភ្លើងហ្នឹងហើយគឺខ្ញុំនឹងតេស្តឲ្យអ្នកគ្នាមើលបាទនេះគឺ M1 របស់វាគឺការធាក់បាយធម្មតាហ្នឹងឯងគឺហ្នឹងឯងបាទមើលតាមហ្នឹងទៅហ្នឹងហើយហើយខ្ញុំនឹងតេស្ត skill ទី1ឲ្យអ្នកគ្នាមើលគឺ level 1ហ្នឹងឯងបាទចូលមកបានភ្លាមទៅបងហើយខ្ញុំដាក់ឲ្យអ្នកគ្នាមើលបាទមើលតាមហ្នឹងទៅបាទចំពោះ skill ទី1របស់វាបាទនេះបាទ skill ទី1របស់វាហ្នឹងគឺលយខ្លាំងមែនតើហក់ធាក់ទៅគឺអាយ៉ាស់ដីជា2អញ្ចឹងទៅមានតែប៉ុណ្ណឹងបើនេះគឺជា skill ទី2របស់វាដែលមាន level 5 បាទគឺវាកវីជើងហ្នឹងឯងបាទដូចរំអីគេចាក់ DJ អញ្ចឹងបាទគឺប៉ុណ្ណឹង skill ទី2របស់វាបាទបើនេះគឺជា skill ទី3របស់វាគឺហក់ឡើងលើអាកាសឲ្យធាក់ចុះក្រោមបាទគឺមាន level 80ហ្នឹងឯង skill ទី3របស់វាបាទបើនេះគឺជា skill ទី4បាទពេលដែលយើងទៅវានឹងកវីជើងឲ្យធ្វើឲ្យជើងរបស់យើងគឺខ្លាច់ជាជើងភ្លើងបាទហ្នឹងឯងគឺជើងភ្លើងគឺលយខ្លាំងមែនតើបាទពេលដែលយើងខ្លាច់ជាជើងភ្លើងហ្នឹងគឺវាឆេះបាទពេលដែលជើងយើងឆេះទៅគឺធ្វើឲ្យយើងទាត់ឈឺហើយ skill របស់វាក៏ដូរតាមហ្នឹងដែរបាទនិយាយមើល skill ទី1របស់វាគឺហក់ធាក់ទៅគឺវាចេញភ្លើងហ្នឹងឯងគឺវាដូរបាទអញ្ចឹងវាលយskill ទី2ក៏អញ្ចឹងដែរវាកវីចេញភ្លើងគឺកប់ free តែម្ដងបាទ skill ទី3ក៏ដូចគ្នាបាទគឺហក់ធាក់ចេញភ្លើងបាទអញ្ចឹងនៅពេលដែលយើងចុចអា skill ទី4ហ្នឹងទៅអា skill ទី1ទី2ទី3វានឹងកាន់តែមិនគឺវាឈឺជាងមុនបាទវាឈឺជាងមុនហ្នឹងហើយពេលដែលយើងចុចអញ្ចឹងទៅគឺវាឈឺជាងមុនបាទអញ្ចឹងគឺមើលតាមហ្នឹងទៅក្នុងវីដេអូហ្នឹងខ្ញុំបានដាក់បង្ហាញហើយបាទបើវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងដែរវាអត់មានអីច្រើនទេបាទតែប៉ុណ្្នឹងគឺវីដេអូមកយក Viking Star Dark Step និងក្បាច់គុណជើងភ្លើងហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទតែមុននឹងបញ្ចប់វីដេអូសូមអ្នកគ្នាចូលទៅកាន់ក្រុម Telegram របស់ខ្ញុំផងនេះគឺជាក្រុមរបស់ខ្ញុំគឺ link ក្រុមខ្ញុំដាក់នៅខាងក្រោម description បាទហ្នឹងហើយគឺខ្ញុំដាក់ខាងក្រោមហ្នឹងហើយកុំភ្លេចអ្នកគ្នាមួយបើសិនជាវីដេអូខ្ញុំមួយណាដែលអាចវាមើលវេទនាមើលអត់អូមើលកុំភ្លេចប្រាប់ខ្ញុំផងថាវាខ្វះខាតអីបាទខ្ញុំជួយរិះគន់មកបាទរិះគន់ចំរិះគន់តែមករិះគន់មិនរិះគន់ទៅបាទកុំឲ្យជេរម៉ែខ្ញុំទៅបានទេចង់រិះគន់ថាវីដេអូហ្នឹងដូចអាចមិនក៏បានតែខ្ញុំអត់ខ្វល់ទេបាទសំខាន់ដល់តែរិះគន់ខ្ញុំមកខ្ញុំនឹងកែប្រែកំហុសបាទហ្នឹងហើយគឺធ្វើវាឲ្យល្អជាងមុនហ្នឹងឯងអ្នកគ្នាកុំភ្លេចប្រាប់ខ្ញុំផងបើសិនជាវីដេអូណារបស់ខ្ញុំវាអត់អូមើលវាឆ្កង
វាអត់ធ្វើល្អអញ្ចឹងក៏ប្រាប់ខ្ញុំផងបាទខ្ញុំនឹងកែវីដេអូហ្នឹងអាចនឹងធ្វើ family អីចឹងទៅហ្នឹងហើយអញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងដែរកុំភ្លេចជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាទបាយបាយពីខ្ញុំបាទ Mr. Long ប្រុសស្មោះ